មានជនរងគ្រោះចន្លោះពី12000 នាក់ទៅដល់20000 នាក់ដែលត្រូវបានចាប់មកឃុំឃាំងនៅគុកទួលស្លែងឬយើងហៅថាមន្ទីរស21ពីសាលារៀនប្រែក្លាយមកទៅជាគុកជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសោភាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលពីការចងចាំនិងភាពឈឺចាប់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងឬស21តើស21មានន័យដូចម្ដេចអក្សរសតំណាងឲ្យពាក្យថាសន្តិសុខចំណែកឯលេខ21គឺតំណាងឲ្យលេខសម្ងាត់សម័យកម្ពុជាប្រជាធិបតេយ្យឬយើងហៅថាខ្មែរក្រហមអ្នកទាំងអស់គ្នាប្រហែលជាបានសិក្សាច្រើនរួចមកហើយបើសិនជាអ្នកទាំងអស់គ្នាបានមកដល់ទីតាំងផ្ទាល់កន្លែងឃុំឃាំងក៏ដូចជាធ្វើទារុណកម្មផ្ទាល់នៅទីនេះនឹងប្រាប់អ្នកទាំងអស់គ្នាយ៉ាងលម្អិតរីកមែនតើបើសិនជាអ្នកដែលគាត់ចង់មកស្រមន្ទីរគុកទួលស្លែងអញ្ចឹងណាខ្ញុំរីកមិនឲ្យទិញកាសស្ដាប់និយាយទៅគាត់លម្អិតខ្លាំងមែនតើនៅក្នុងនោះពេលដែលអ្នកទាំងអស់គ្នាបានស្ដាប់ការអ្នកទាំងអស់គ្នានឹងបានជាមួយនឹងសមុទ្រផែនទីមកមួយហើយនៅក្នុងនោះមានសរុបទាំងអស់4អគារមានអគារកអគារខអគារគោនិងអគារខូអគារកគឺជាកន្លែងឃុំឃាំងនិងសួរចម្លើយអគារខគឺជាការចងក្រងឯកសារនិងការបង្ហាញពីការពិតអគារគោគឺជាក្តីអស់សង្ឃឹមនៅក្នុងការឃុំឃាំងនៅមន្ទីរស21អគារខគឺផុសតាងនិងឧបករណ៍សម្រាប់ធ្វើជាឯកសារបន្ទប់ដែលខ្ញុំមានអារម្មណ៍ថារៀងខ្លាចហ្នឹងគឺបន្ទប់ឈើមួយនេះនិយាយទៅការធ្វើទារុណកម្មអីហ្នឹងបើសិនជាគេត្រូវសួរអីគឺយើងត្រូវតែឆ្លើយនឹងមិនអាចបង្វែរសំណួរបានទេហើយបើសិនជាយើងហ៊ានប្រឆាំងនឹងវិន័យគេគឺយើងត្រូវបានវាយ10រំពាត់ឬក៏ឆក់ខ្សែភ្លើងចំនួន5ឆាច់សារមន្ទីរឧក្រិដ្ឋកម្មបល័យពូជសាសន៍ទួលស្លែងបើកឲ្យចូលទស្សនារៀងរាល់ថ្ងៃតែម្ដងចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង5ល្ងាចអញ្ចឹងអ្នកដែលគាត់ចង់ទៅមើលឬក៏ស្រាវជ្រាវអីអាចទៅបាននៅពេលដែលខ្ញុំទៅទស្សនាហ្នឹងគឺភាគច្រើនឃើញជាជនជាតិបារាំងហើយនិងជនជាតិឥណ្ឌាពេលដែលខ្ញុំទៅហ្នឹងក៏មានខ្មែរទៅដែរប៉ុន្តែភាគតិចអញ្ចឹងបើសិនជាអ្នកដែលគាត់ចង់ទៅអត់ចំណាយច្រើនទេជួលកាសដូចជាអស់តែ$1ហើយនឹងផ្ញើម៉ូតូចំនួនតែ$1000ទេសម្រាប់យើងជាជនជាតិខ្មែរអត់មានអស់ថ្លៃសម្បត្តិទេតើនរណាខ្លះដែលត្រូវពួកខ្មែរក្រហមចាប់មកមន្ទីរស21ការទស្សនានិងដំណើរស្វែងរកអ្នកជាទីស្រឡាញ់ដោយក្តីឈឺចាប់រូបភាពជនរងគ្រោះការធ្វើទារុណកម្មឧបករណ៍ធ្វើទារុណកម្មបំណែកក្រុងឆ្អឹងជនរងគ្រោះនិងទីកន្លែងពិតប្រាកដ